បឹងមរណៈទីកន្លែងដែលប្រែក្លាយសត្វមានជីវិតឲ្យទៅជាសាកសពថ្មត្រឹមមួយពព្រិចភ្នែកទោះបីជាសាហាវយ៉ាងណាក៏ដោយក៏បឹងនេះជាជម្រកដ៏សំខាន់សម្រាប់សត្វស្លាបហាមីងហ្គោហេតុអ្វីបានជាវាធ្វើឲ្យសត្វប្រែក្លាយជាថ្មបឹងណាត្រង់ដែលស្ថិតនៅក្នុងប្រទេសតង់ស្យានីវាជាបឹងមួយដែលល្បីល្បាញបំផុតនិងគួរឲ្យខ្លាចបំផុតក្នុងโลกដោយសារតែសមត្ថភាពរបស់វាអាចប្រែក្លាយសត្វឲ្យទៅជាថ្មបានហេតុអ្វីបានជាវាធ្វើឲ្យសត្វប្រែក្លាយជាថ្មទឹកនៅក្នុងបឹងណាត្រង់មានកម្រិតអាល់កាឡាំងខ្ពស់ខ្លាំង pH ចន្លោះពី9ទៅ 10.5 ដែលវាប្រៀបបានទៅនឹងទឹកអាស៊ីតដែលអាចរំលាយស្បែកនិងភ្នែករបស់សត្វបានមូលហេតុចម្បងគឺដោយសារវត្តមាននៃសារធាតុសូស្យូមកាបូណាតនិងសារធាតុរ៉ែផ្សេងៗដែលហូរចេញពីភ្នំភ្លើងក្បែរនោះអាចកំបាំងនៃផ្ទៃទឹកបឹងណាត្រង់មានសភាពរលោងដូចកញ្ចក់ដែលធ្វើឲ្យសត្វបក្សីភ័ន្តច្រឡំរួចក៏ហោះចុះមកបោកនឹងផ្ទៃទឹកក៏ធ្លាក់ចូលទៅក្នុងទឹកដែលមានកម្ដៅរហូតដល់60អង្សាសេដំណើរការនៃការប្រែក្លាយជាថ្មនៅពេលដែលសត្វភាគច្រើនជាបក្សីធ្លាក់ចូលទៅក្នុងបឹងហើយងាប់សារធាតុរ៉ែនៅក្នុងទឹកនឹងចាប់ផ្ដើមជ្រាបចូលទៅក្នុងខ្លួនរបស់វារាងកាយរបស់សត្វនឹងប្រែជាមានសភាពរឹងដូចជាថ្មនិងរក្សារូបរាងដើមបានយ៉ាងល្អឥតខ្ចោះនៅពេលដែលទឹកស្រកចុះសត្វដែលរស់នៅទីនោះបានទោះបីជាសាហាវយ៉ាងណាក៏ដោយក៏បឹងនេះជាជម្រកដ៏សំខាន់សម្រាប់សត្វស្លាបហាមីងហ្គោពួកវាប្រើប្រាស់បឹងនេះជាកន្លែងបន្តពូជព្រោះសត្វដទៃមិនហ៊ានចូលមកជិតដែលជាការការពារកូនរបស់វាពីសត្វសាហាវជាចុងក្រោយបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ